ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺនាងខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅទស្សនាពីទស្សនវិជ្ជានៅតាមដងផ្លូវទៅកាន់អាងភាចាដែលអាងភានឹងគឺជាអាងមួយដែលជាអាងប្រវត្តិសាស្ត្រកាលពីសម័យប៉ុលពតពុកម៉ែបងប្អូនចាជាដំបូងគឺនាងខ្ញុំចាប់ផ្ដើមធ្វើដំណើរចេញពីភ្នំសំពៅទៅចាហើយក៏តម្រង់ទៅកាន់ស្រុកឯកភ្នំហើយនឹងទៅរកអាងភាតែម្ដងចាហើយទស្សនវិជ្ជាតាមផ្លូវទៅកាន់អាងភាគឺថាស្រស់ស្អាតខ្លាំងមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នានិយាយទៅបរិយាកាសបែបធម្មជាតិតែម្ដងរីឯទឹកក៏ថ្លាឆ្វង់គួរឲ្យចង់លេងខ្លាំងមែនតែនហើយនៅតាមដងផ្លូវគឺថាសបោមនុស្សម្នាច្រើនខ្លាំងមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នាគឺពួកគាត់ធ្វើដំណើរតម្រង់ទៅលេងទឹកណាពុកម៉ែបងប្អូនចាគឺទឹកនៅអាងភានឹងឯងហើយគឺថាមនុស្សឡើងណែនផ្លូវតែម្ដងនិយាយទៅបើយើងងាកមកមើលទស្សនវិជ្ជាតាមដងផ្លូវក៏ឃើញមានបងអ្នកនេសាទក៏ដូចជាបង់សំណាញ់ដាក់មងឬក៏ស្ទូចត្រីអីអញ្ចឹងទៅអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនទៅទស្សនានៅសំឡេងពិតក៏ដូចជាវីដេអូផ្ទាល់តែម្ដងពុកម៉ែបងប្អូនចាអញ្ចឹងនៅតាមដំណាក់កាលចាប់ពីពេលដែលនាងខ្ញុំចេញពីភ្នំសំពៅរហូតទៅដល់អាងភាហ្នឹងចាហើយក៏បានឆ្លៀតចូលកន្លែងកាហ្វេមួយដែលគេកំពុងតែល្បីណាពុកម៉ែបងប្អូនចាហើយបរិយាកាសក៏ដូចជាការតុបតែងកន្លែងកាហ្វេរបស់គេនេះគឺថាស្អាតខ្លាំងមែនតែនពុកម៉ែបងប្អូនទាំងអស់គ្នានិយាយទៅបែបធម្មជាតិបែបបរិយាកាសល្អបរិសុទ្ធតែម្ដងអញ្ចឹងកុំភ្លេចទស្សនាវីដេអូនេះទាំងអស់គ្នាចាទស្សនវិជ្ជានៅភ្នំសំពៅពុកម៉ែបងប្អូនពេលថ្ងៃចាចាពុកម៉ែបងប្អូនទាំងអស់គ្នាហាងកាហ្វេគេនេះគឺថាចូលមកអារម្មណ៍ស្រស់ស្រាយខ្លាំងមែនតែនហើយនេះខ្សោលលហៀកចឹងទៀតអូយត្រជាក់ស្រួលខ្លាំងមែនតែនអារម្មណ៍ស្រស់ថ្លាល្អមែនតែនណាពុកម៉ែបងប្អូនហើយនេះយើងមើលមកដល់កន្លែងត្រង់មន់គេនេះលើបានមកដល់ផ្ទាល់ហើយធ្លាប់តែឃើញគេល្បីតាម Facebook ណាអូយមានប្រទេសអាចសាទទៀត
เป็นดังสงครามมีที่ขัดขับเลย អូខ្យល់ណាមេឃខ្មៅមិនសង្ស័យរកភ្លៀងទេនេះ នេះ ទស្សនភាពនៅភ្នំសពៅពុកម៉ែបងប្អូនពេលថ្ងៃចា អូនេះសាលារៀនអីណូ ចាប់ដើមច្រឡំទេ ក្រុមពួកនេះជិះម៉ូតូលឿនៗនេះ ចាពុកម៉ែបងប្អូនទាំងអស់គ្នានេះផ្លូវទៅលេងអាងភីហើយគឺថាស្រស់ស្រាយខ្លាំងមែនតើអូតាមផ្លូវគឺថាស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយសុទ្ធតែអ្នកជិះម៉ូតូប្រងព្រាតតែម្ដងសង្ស័យប្រហែលជាអ្នកគេទៅលេងដែរហើយតាមមាត់ទឹកអញ្ចេះសម្បូរអ្នកអង្គុយស្ទួយត្រីស្ទួយអីណាទៅខាងមុខគាត់ជនជាអីចូលស្រែដែរត្រូវហើយផ្លូវនឹងឯងទៅអាននេះសត្វនេះអីទឹកថ្លាល្អឃើញហើយគួរចាំហាក់ប្រងហ្មងពុកម៉ែអង្គប្អូនតំណងលេងមែនតែនអូហើយនោះគេជីសិតតឡានទៅហ្មងណាចុំមានបាសទៀតនោះទៅអ្នកច្បាក់ត្រីស្ទួយត្រីតាមស្រែនិយាយទៅសម្បូរមែនទេពុកម៉ែបងប្អូនតាមផ្លូវមកលើម៉ូតូទៀតអូយតាមនេះស្រូវល្អខ្លាំងមែនទេពុកម៉ែបងប្អូនទាំងអស់គ្នាសម្បូរទឹកហ្មងណានិយាយទៅហើយសុទ្ធតែអ្នកស្រែចិញ្ចូលអូសម្បូរអ្នកធ្វើស្រូវធ្វើអីទៀតហើយអ្នកបងសំណាញ់អីក៏មានគាត់ខំយកចិត្តទុកដាក់នៅក្នុងការថែទាំស្រូវណាស់ពុកម៉ែបងប្អូនអញ្ចឹងបានស្រូវល្អណាស់ហើយទឹកក៏មានគ្រប់គ្រាន់ទៀតសុទ្ធតែប្រព័ន្ធធារាសាស្ត្រជុំវិញណាជុំវិញឯលក្ខណៈថាគ្រប់គ្រាន់ល្អគូកន្លុកទៀតណាអញ្ចឹងឯងផ្លូវចូលស្រែផ្លូវតាមទៅមកអូតាមនេះសិតតែអ្នកមករកត្រីបងប្អូនហើយមនុស្សឡើងពព្រាក់ពព្រើកអូយលោកចុយឯងអូទូទៀត
និយាយទៅតាមនេះជីមកសត្វតែស្រែបដោយពុកម៉ែបងប្អូនមើលកន្លែងនេះទឹកលិចទៀតតែគេច្រូតហើយកន្លែងនេះអត់លិចចឹងមិនស្រស់ស្រាយល្អខ្លាំងមែនតែនបែបធម្មជាតិណាពុកម៉ែបងប្អូនចាអូយហើយមនុស្សច្រើនខ្លាំងមែនទេមើលទៅក្នុងពួកអូនបែបទឹកខ្លែហើយសត្វតអ្នករោត្រីចាពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនភាពនៅក្នុងភ្នំសំពៅជីវចេញឲ្យស្រស់ស្អាតមែនតើមើលពីខ្លងនេះទៅ